អ្នកមត្ថរតនតយសៈខ្ញុំព្រះករណាម្ចាស់សូមលើកកំបងផ្គងអញ្ជលីគោរពក្រាបថ្វាយបង្គំចំពោះព្រះគុណកែវទាំង3គឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់បំផុតក្នុងលោកសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបណាដែលបានតាមដានវីដេអូរបស់អង្គខ្ញុំព្រះករុណាអាត្មាភាពនៅក្នុងគណៈនេះអញ្ចឹងអង្គខ្ញុំព្រះករុណាអាត្មាភាពនឹងលើកយកនៅតួនាទីខ្ញុំព្រះវិន័យគឺជាច្បាប់សម្រាប់ទូនមាននៅកាយនិងវាចាពោលដូចមានបទវិកហកថាកាយវាចាយោវិនេតិតមេតៃតេវិនយោធម្មោច្បាប់សម្រាប់ទូនមាននៅកាយនិងវាចាហៅថាវិន័យវិន័យគឺជាច្បាប់សម្រាប់ហាមប្រានសម្រាប់ហាមឃាត់មិនអោយប្រព្រឹត្តមិនអោយប្រព្រឹត្តល្មើសក្នុងសិក្ខាបទតូចធំជាគ្រឿងការពារមិនអោយមានសេចក្តីបៀតបៀនឆ្លោះប្រកែកទើសតែងគ្នានឹងគ្នាណាដើម្បីរក្សាឥរិយាបថមាយាទឲ្យមានរបៀបរៀបរយល្អវិន័យដូចជាខ្សែបន្ទាត់ឬអំបោះសម្រាប់វាស់ចងតម្រូវឲ្យត្រង់ឬសម្រាប់ដោតត្រង់ឬសម្រាប់ដោតក្រងនៅផ្កាឲ្យទៅជាភងឲ្យជាភងមាលាណាឲ្យជាភងមាលាកម្រងផ្កាដ៏ស្រស់ស្អាតយ៉ាងណាមិញវិន័យក៏ដូចនោះដែរគឺសម្រាប់វាស់ចងតម្រូវភិក្ខុសាមណេរឬក៏ឧបាសកឧបាសិកាជាអ្នករក្សានៅសិលឬក៏មិនអោយមានពៀននឹងគ្នាមិនអោយខុសអំពីវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានហាមក្នុងសាសនាព្រហ្មចរិយៈនេះឲ្យមានរបៀបរៀបរយល្អឬសម្រាប់ទូនមានភិក្ខុសាមណេរក្នុងព្រះពុទ្ធសាសនានេះឲ្យត្រូវគ្នាសាមគ្គីគ្នាដូចជាគេក្រងផ្កាឲ្យទៅជាកម្រងតែមួយដូចនោះឯងសូមញាតិញោមត្រេកអរអនុមោទនា